របាយការណ៍សម្ងាត់បង្ហាញថារុស្ស៊ីកំពុងដេកភ័យនៅពេលដែលអឺរ៉ុបចាប់ផ្ដើមកសាងកម្លាំងយោធាទីក្រុងវីលនីសប្រទេសរុស្ស៊ីមិនទាន់មានគម្រោងវាយប្រហាររដ្ឋជាសមាជិកអង្គការ NATO នៅឆ្នាំនេះឬឆ្នាំក្រោយទេប៉ុន្តែរុស្ស៊ីក៏កំពុងកសាងកម្លាំងយោធាជាបណ្ដាផងដែរនៅពេលដែលអឺរ៉ុបចាប់ផ្ដើមគិតគូរអំពីការពង្រឹងកម្លាំងយោធារបស់ខ្លួនឡើងវិញខាងលើនេះជាការសរសេររៀបរាប់របស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសអេស្តូនីនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនអេស្តូនីជាសមាជិកអង្គការ NATO ហើយមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ីថែមទៀតប្រទេសនេះជាអ្នករិះគន់រុស្ស៊ីដោយមិនសំចៃមាត់និងជាអ្នកគាំទ្រអ៊ុយក្រែនយ៉ាងមុតមាំប្រធានសេវាសម្ងាត់អេស្តូនីថ្លែងថាអឺរ៉ុបត្រូវតែវិនិយោគឲ្យបានច្រើនទៅលើវិស័យការពារជាតិនិងសន្តិសុខផ្ទៃក្នុងលុះត្រាតែធ្វើដូច្នេះទើបទៅថ្ងៃអនាគតរុស្ស៊ីមានចិត្តញញើតគិតថាខ្លួនមិនអាចប្រឆាំងនឹងរដ្ឋជាសមាជិកអង្គការ NATO ទេយើងឃើញថាថ្នាក់ដឹកនាំរុស្ស៊ីកំពុងខ្វល់ខ្វាយយ៉ាងខ្លាំងនៅពេលដែលអឺរ៉ុបខិតខំកសាងកម្លាំងយោធារុស្ស៊ីប្រមាលមើលឃើញថាអឺរ៉ុបអាចនឹងមានសមត្ថភាពតតាំងជាមួយរុស្ស៊ីដោយមិនចាំបាច់មានអាមេរិកនៅក្នុងរយៈពេល2ទៅ3ឆ្នាំខាងមុខគោលដៅរបស់រុស្ស៊ីគឺខិតខំពន្យាពេលឬបន្តិចបង្អាក់សកម្មភាពរបស់អឺរ៉ុបភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អេស្តូនីសរសេររៀបរាប់នៅក្នុងរបាយការណ៍ថារុស្ស៊ីផលិតគ្រាប់រំសេវយ៉ាងឆាប់រហ័សដែលអាចឲ្យប្រទេសនេះបំរុងទុកគ្រាប់រំសេវខ្លះសម្រាប់ប្រើការនៅថ្ងៃក្រោយនិងគ្រាប់រំសេវខ្លះទៀតយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែនបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺពាក់ព័ន្ធទៅនឹងប្រទេសរុស្ស៊ីកំពុងតែមានការព្រួយបារម្ភនៅពេលដែលឃើញប្រទេសខាងប៉ែកអឺរ៉ុបកំពុងតែកសាងកម្លាំងយោធាយ៉ាងខ្លាំងក្លាអញ្ចឹងព័ត៌មានយើងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមទោសផងដែរចំពោះបញ្ហាសំឡេងនៅក្នុងវីដេអូនេះដោយសារ microphone របស់ខ្ញុំខូចអញ្ចឹងគឺខ្ញុំអាច record បានសំឡេងបានតែប៉ុណ្្នឹងទេសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងយោគយល់ហើយបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe និងចុច Like មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំដើម្បីធ្វើវីដេអូល្អៗចែកជូនពុកម៉ែបងប្អូនស្ដាប់ជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា